កម្ពុជាបង្ហាញព័ត៌មានការចាប់ខ្លួនមេឧក្រិដ្ឋជន Chen Zi បន្ទាប់ពីអន្តរជាតិដាក់ទណ្ឌកម្មជាង3ខែក្រសួងមហាផ្ទៃកម្ពុជាបានប្រកាសជាសាធារណៈនៅថ្ងៃពុធអំពីការចាប់ខ្លួន Chen Zi មេបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនជនជាតិចិននិងបាក់ពួកចំនួន2នឹងផ្សេងទៀតហើយបញ្ជូនពួកគេទៅសាធារណរដ្ឋប្រជាមានិតចិនបន្ទាប់ពីសហគមន៍អន្តរជាតិបានដាក់វិធានការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលរូបនេះអស់រយៈពេលជាង3ខែសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី7ខែមករាឆ្នាំ2026បានបញ្ជាក់ថាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងតាមសំណើរបស់អាជ្ញាធរចិនសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនពលរដ្ឋចិនចំនួន3នាក់រួមមាន Chen Zi, Su Jilien និង Shao Jihui នៅថ្ងៃទី6ខែមករាហើយបានបញ្ជូនពួកគេទៅកាន់ប្រទេសចិនដើម្បីបន្តនីតិវិធីច្បាប់ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ផងដែរថា Chen Zi ត្រូវបានព្រះមហាក្សត្រដកហូតសញ្ជាតិខ្មែរកាលពីខែធ្នូឆ្នាំ2025ដោយផ្អែកលើច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាអន្តរជាតិដាក់ទណ្ឌកម្មមុនពេលកម្ពុជាចាប់ខ្លួនមុនពេលកម្ពុជាប្រកាសពីការចាប់ខ្លួននេះប្រទេសសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅថ្ងៃទី14ខែតុលាឆ្នាំ2025បានរួមគ្នាដាក់វិធានការបង្កកទ្រព្យសម្បត្តិនិងដាក់ទណ្ឌកម្មលើ Prince Holding Group របស់ Chen Zi បន្ទាប់ពីស៊ើបអង្កេតឃើញថាក្រុមហ៊ុននេះពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញលំដាប់អន្តរជាតិដែលបានបន្លំលួចលុយពីជនរងគ្រោះជុំវិញពិភពលោករាប់ពាន់លានដុល្លារបន្តពីនេះនៅថ្ងៃទី20ខែតុលាឆ្នាំ2025កាសែត The Chosen Daily របស់កូរ៉េខាងត្បូងបានរាយការណ៍ថាទឹកប្រាក់ប្រមាណ 91.2 ពាន់លានវុនប្រមាណ64លានដុល្លារដែលរក្សាទុកក្នុងធនាគារចំនួន6នៅកូរ៉េត្រូវបានបង្កកបន្ទាប់ពីការដាក់ទណ្ឌកម្មលើ Prince Group និងអង្គភាពពាក់ព័ន្ធជាង144ក្រុមហ៊ុនមហាសេដ្ឋីនិងអាណាចក្រអាជីវកម្មChen Zi គឺជាប្រធានក្រុមប្រឹក្សា FIBA នៃ Prince Holding Group ដែលជាសម្ព័ន្ធក្រុមហ៊ុនធំមួយនៅកម្ពុជាមានអាជីវកម្មនៅជាង30ប្រទេសពាក់ព័ន្ធវិស័យអចលនទ្រព្យហិរញ្ញវត្ថុនិងទំនិញប្រើប្រាស់ក្រុមហ៊ុននេះបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងវិស័យអចលនទ្រព្យនៃអាស៊ីអាគ្នេយ៍រួមទាំងគម្រោងធំៗដូចជា Prince Plaza ក្នុងរាជធានីភ្នំពេញChen Zi កើតនៅប្រទេសចិនឆ្នាំ1987ហើយមកវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ2011មុននឹងទទួលបានសញ្ជាតិខ្មែរនៅឆ្នាំ2014នៅឆ្នាំ2015លោកបានបង្កើត Prince Group និងក្លាយទៅជាអង្គការនៅឆ្នាំ2016មុននឹងត្រូវបានដំឡើងទៅជាអ្នកអង្គការនៅឆ្នាំ2020តួនាទីនយោបាយនិងការសប្បុរសធម៌ក្រៅពីជាអ្នកជំនួញ Chen Zi ក៏ជាទីប្រឹក្សារបស់មេដឹកនាំកម្ពុជាកម្ពុជាជាច្រើនរួមមានលោកហ៊ុនសែនហ៊ុនម៉ាណែតហេងសំរិននិងសខេងនៅក្នុងប្រទេសលោកត្រូវបានគេស្គាល់ថាជាអ្នកបរិច្ចាគធំទៅការកបាត់ក្រហមនិងរដ្ឋាភិបាលព្រមទាំងផ្ដល់អាហារូបករណ៍ដល់និស្សិតជាច្រើនពីអង្គការចិត្តធរទៅជាមេឧក្រិដ្ឋជនអន្តរជាតិទោះជាមានរូបភាពជាអ្នកវិនិយោគនិងអ្នកធ្វើមនុស្សធម៌ក៏ដោយអាជ្ញាធរអន្តរជាតិនិងតុលាការចិនបានកំណត់ថា Chen Zi គឺជាមេបណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញការជួញដូរមនុស្សនិងការបង្ខំប្រើកម្លាំងពលកម្មដែលរកចំណូលខុសច្បាប់យ៉ាងហោច$700លានរដ្ឋាភិបាលអង់គ្លេសបានចោទថាលោកកាន់កាប់អចលនទ្រព្យនិងអាជីវកម្មជាច្រើននៅទីក្រុងឡុងរួមទាំងភូមិគ្រីស្មួយតម្លៃ12លានផោនអគារការិយាល័យតម្លៃ100លានផោននិងផ្ទះល្វៀងចាក់ថុកចំនួន17កន្លែងផ្សេងទៀតសំណួរដែលនៅបើកចំហការចាប់ខ្លួន Chen Zi បានបង្កើតសំណួរធំៗនៅសង្គមថាតើបណ្ដាញឧក្រិដ្ឋកម្មធំនេះអាចដំណើរការនៅកម្ពុជាបានអស់ជាច្រើនឆ្នាំដោយរបៀបណាហើយតើនឹងមានមនុស្សមានអំណាចណាផ្សេងទៀតត្រូវរងការស៊ើបអង្កេតនិងចាប់ខ្លួនបន្តទៀតដើម្បីកាត់ផ្តាច់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងប្រទេសកម្ពុជា